ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមករំលេចបន្ថែមអំពីកុមារយឺតភាសាចាខ្ញុំនិយាយពីចំណុចមួយចំនួនដែលជាកង្វះខាតឬក៏ជាការធ្វើប្រហែសចំពោះអាណាព្យាបាលទៅលើកុមារចាទៅលើកូនរបស់គាត់ហ្នឹងចាទី1នៅពេលដែលកូនគាត់ចាប់ផ្ដើមយល់ដឹងឬក៏ធំជាងមុនបានន័យថាមួយខួបជាង2ខួបអីហ្នឹងចាគឺគាត់ធំគាត់ចាប់ផ្ដើមដឹងហើយក៏ប៉ុន្តែអាណាព្យាបាលឬក៏ម៉ាក់ប៉ាមួយចំនួនគាត់អត់មានពេលឲ្យកូនគាត់រវល់ធ្វើការឬក៏រវល់រកស៊ីចន្លោះកូនដែលចាប់ពីមួយខួបឡើងទៅហ្នឹងគឺក្មេងចាប់ផ្ដើមវិវត្តន៍ឯងបងប្អូនវិវត្តន៍ពីចេះដឹងតិចទៅចេះដឹងច្រើនពីចង់ដឹងតិចទៅចង់ដឹងច្រើនជាក់ស្ដែងកុមារមួយចំនួនដែលគាត់វិវត្តន៍ភាសាគាត់ចាប់ផ្ដើមវិវត្តម្ដងបន្តិចឬការយល់ដឹងគាត់ចាប់ផ្ដើមដឹងម្ដងបន្តិចអញ្ចឹងចន្លោះពេលហ្នឹងហើយគាត់ចាប់ផ្ដើមស្គាល់មុខម៉ាក់ប៉ាគាត់ច្បាស់ហើយបងប្អូនគាត់ស្គាល់ម៉ាក់ស្គាល់ប៉ាគាត់ច្បាស់ហើយអញ្ចឹងគាត់ដឹងគាត់ត្រូវការពុកម្ដាយម៉ាក់ប៉ាគាត់នៅក្បែរគាត់ជុំវិញគាត់ប៉ុន្តែម្លងពេលគាត់ចាប់ផ្ដើមដឹងហ្នឹងម៉ាក់ប៉ារវល់រកស៊ីឬក៏រវល់ធ្វើការមួយចំនួនគាត់អត់មានពេលឲ្យកូនទេគាត់ទុកកូនឲ្យនៅជាមួយម៉ាក់យាយឬក៏អ្នកមើលថែនៅផ្ទះគាត់ទៅធ្វើការបាត់ឬក៏ទៅរកស៊ីបាត់ចឹងទៅអញ្ចឹងនៅពេលដែលគាត់ទុកកូនឲ្យនៅជាមួយម៉ាក់យាយឬក៏អ្នកមើលថែមួយចំនួនចាគាត់អត់មានពេលសម្រាប់កុមារដែរគាត់ដាក់ជាទូឬក៏ជាប្រព័ន្ធអេឡិចត្រូនិកឲ្យកុមារមើលបងប្អូនដឹងអត់ថាចន្លោះពេលដែលបងប្អូនអត់មានពេលវេលាសម្រាប់កូនហើយទុកកូនចោលឬក៏ទុកនៅផ្ទះជាមួយអ្នកមើលថែឬក៏ម៉ាក់យាយឬក៏អីផ្សេងបងប្អូនដឹងថាកុមារបាក់ទឹកចិត្តអត់ខ្ញុំជឿជាក់ថាបងប្អូនអត់ដឹងទេចាចន្លោះដែលគាត់ចង់ចេះចង់ដឹងនឹងហើយគាត់ត្រូវការភាពកក់ក្ដៅពីម៉ាក់ប៉ាគាត់ស្គាល់ម៉ាក់ស្គាល់ប៉ាគាត់ត្រូវការម៉ាក់ប៉ាមែនតើក៏ប៉ុន្តែពេលហ្នឹងស្រាប់តែអត់មានវត្តមានម៉ាក់ប៉ាបងប្អូនអត់មានវត្តមានម៉ាក់ប៉ាទេអញ្ចឹងចន្លោះពេលហ្នឹងដែលធ្វើឲ្យកុមារអាចបាក់ទឹកចិត្តបានណាបងកុមារអាចបាក់ទឹកចិត្តបានណាបងប្អូនចន្លោះពេលហ្នឹងហើយបើសិនជាចន្លោះពេលហ្នឹងឲ្យគាត់មើលទូឬក៏ប្រព័ន្ធអេឡិចត្រូនិកទៀតបងប្អូនដឹងអត់ថាកុមារគាត់ចាប់ផ្ដើមបាក់ទឹកចិត្តហើយគាត់ចាប់ប្រព័ន្ធអេឡិចត្រូនិកហ្នឹងបានដែលក្មេងខ្លះគាត់ឈានទៅដល់ចេះភាសាតាមប្រព័ន្ធអេឡិចត្រូនិកហ្នឹងទៀតចាដូចជាភាសាអង់គ្លេសឬក៏ភាសាអីដែលនៅនិយាយនៅក្នុងប្រព័ន្ធអេឡិចត្រូនិកហ្នឹងឧទាហរណ៍ទូអញ្ចឹងគាត់ចាប់ភាសាតាមរយៈទូបានអញ្ចឹងដោយសារអីគាត់ត្រូវការភាពកក់ក្ដៅពីម៉ាក់ប៉ាពីអាណាព្យាបាលក៏ប៉ុន្តែពេលហ្នឹងអត់មានវត្តមានគាត់ហើយស្រាប់តែដាក់ប្រព័ន្ធអេឡិចត្រូនិកទូរស័ព្ទឲ្យគាត់ធ្វើឲ្យគាត់បាក់ទឹកចិត្តហើយគាត់គិតថាមានតែប្រព័ន្ធហ្នឹងទេដែលធ្វើឲ្យគាត់សុបាយឧទាហរណ៍គាត់មើលគាត់សុបាយរីករាយជាមួយនឹងអ្វីដែលគាត់មើលហ្នឹងគាត់គិតថាមានតែហ្នឹងឯងដែលធ្វើឲ្យគាត់សុបាយបានគាត់អាចចាប់ភាសាបានតាមហ្នឹងបងប្អូនអញ្ចឹងការធ្វើផេះបោះអាណាព្យាបាលចំណុចហ្នឹងដែលធ្វើឲ្យកុមារយឺតភាសាដែរចាកុមារអាចយឺតភាសានៅចំណុចហ្នឹងបានដោយសារអត់មានវត្តមានគាត់នៅក្បែរត្រូវការភាពកក់ក្ដៅតែអាចបាក់ទឹកចិត្តចន្លោះពេលហ្នឹងគឺកុមារអាចបាក់ទឹកចិត្តបងប្អូនហើយមានតែប្រព័ន្ធហ្នឹងទៀតអញ្ចឹងដែលធ្វើឲ្យគាត់បាត់តំណែងជាមួយនឹងមនុស្សជុំវិញខ្លួនទាំងម៉ាក់ទាំងប៉ាទាំងបងប្អូនមិនថាតំណែងភាសាឬក៏តំណែងការយល់ដឹងផ្សេងឧទាហរណ៍ម៉ាក់ប៉ានិយាយទៅកាន់គាត់ពេលខ្លះគាត់អត់យល់ដឹងម៉ាក់និយាយទៅកាន់គាត់ហ្នឹងអីគេខ្លះប៉ានិយាយទៅកាន់គាត់គេអីគេខ្លះដោយសារតែគាត់បាត់តំណែងមួយមនុស្សជុំវិញអស់ហើយបាននេះឲ្យគាត់កាត់ផ្ដាច់គាត់គិតថាមានតែប្រព័ន្ធអេឡិចត្រូនិកហ្នឹងឯងដែលធ្វើឲ្យគាត់សុបាយចឹងក៏អត់មានតំណែងជាមួយនឹងមនុស្សជុំវិញខ្លួនទេបងប្អូនហើយធ្វើឲ្យគាត់អាចបាត់ភាសាបានណាចំណុចខ្វះខាតកន្លែងហ្នឹងដែលខ្ញុំបានពីអាណាព្យាបាលសឹងតែ70% ឯងដែលគាត់ពេលដែលខ្ញុំនិយាយចំណុចហ្នឹងឬក៏ខ្ញុំបង្ហាញប្រាប់គាត់ចឹងអាណាព្យាបាលគាត់យំហ្មងបងប្អូនម៉ាក់ប៉ាមួយចំនួនគាត់យំហ្មងគាត់ថាពិតមែនខ្ញុំអញ្ចឹងមែនខ្ញុំអត់ដឹងឬក៏ខ្ញុំពិតជាបានធ្វើអញ្ចឹងមែនខ្ញុំរវល់រកស៊ីខ្ញុំរវល់ធ្វើការដែលធ្វើឲ្យខ្ញុំទុកកូនចោលឲ្យនៅមួយម៉ាក់យាយហើយម៉ាក់យាយគាត់ចាស់គាត់មានពេលអញ្ចឹងគាត់មានឲ្យមើលទូរស័ព្ទទទួលហ្នឹងហើយដើម្បីសម្រាប់កម្លាំងគាត់ឬគាត់បានធ្វើការងារផ្សេងហ្នឹងហើយជាមូលហេតុបងប្អូនចាស
សូមអរគុណជួបនាងខ្ញុំនៅវីដេអូក្រោយទៀតចា៎